តើពេលវេលានឹងឈប់នៅពេលណាសម្រាប់មិត្តហើយទាំងខ្ញុំផងដែរតាមយល់របស់ខ្ញុំយល់ថាពេលវេលានឹងឈប់មានសម្រាប់យើងនៅពេលដែលយើងដេកឬសម្រាករយៈពេលនោះគឺពេលដែលយើងបានស្លាប់ហើយយើងនឹងរងចាំព្រះយេស៊ូវយាងត្រឡប់មកវិញដើម្បីដាស់យើងពេលវេលានឹងបន្តសារជាថ្មីនៅពេលដែលទ្រង់ហៅយើងឲ្យភ្ញាក់ឡើងវិញហើយបើយើងបានភ្ញាក់ហើយបានទៅនៅជាមួយនឹងទ្រង់ដោយសារយើងបានជឿទុកចិត្តលើទ្រង់នោះយើងនឹងលែងមានពេលវេលាដោយសារនឹងមានពេលវេលាអស់កលតែបើសិនជាយើងមិនបានទទួលទ្រង់ទេនោះក៏យើងនឹងលែងមានពេលវេលាដែរពីព្រោះយើងនឹងស្លាប់អស់កលហើយនោះហើយជាពេលវេលាដែលនឹងបញ្ចប់សម្រាប់យើង